សួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទស៊ីនដ្រូថ្ងៃនេះខ្ញុំមកបន្តសេរីរឿងកំពុងនិស្សិតបង្ការរបស់យើងជាភាគបន្តនេះយើងណាមិនទាន់ចុច Subscribe ហ្នឹងក៏អាចចុចបានណាតតកម្មច្រើនចូលដល់សេរីរឿងយើងតែម្ដងបន្តសេរីរឿងកាលពីមុនមកដល់ពេលដែលណៃហ្នឹងមកសួរទៅកាន់ប៉ែសិតលឺថាតើគាត់នឹងស្រ័យក្រោយអត់ប៉ែសិតលឺហ្នឹងបញ្ជាក់ថាគាត់នឹងគឺអត់ស្រ័យក្រោយទេដោយសារគាត់នឹងស្ដាប់ភាសាការពីបងស្រីចឹងណាហើយយើងមកមើលខាងក្នុងនឹងវិញថាស៊ីណាហ្នឹងមកផ្លុំម្សៅរបស់នាងទៅដើម្បីភ្លឺទីហ្នឹងប៉ុន្តែពេលហ្នឹងក៏មានសត្វនាគមួយលេចចេញឡើងថាក្រឃើញចឹងហើយនឹងស៊ីណាក៏បានភ័យសន្សឡយកតែម្ដងដែលថានាងហ្នឹងភ័យរត់ជាកងចុះដែលស៊ីណាហ្នឹងក៏បាននិយាយថាវានឹងជាប្រភេទនាគដែរហើយយើងក៏បានឃើញថានាគហ្នឹងក៏ពិតជាធំខ្លាំងមែនទែនហើយសេរីហ្នឹងក៏មកកាន់ Lancelot និង Ulysses វិញដែលថាពួកគេពីរនាក់ហ្នឹងកំពុងតែមករកឃើញចឹងណា Ulysses ហ្នឹងប្រដៅកាន់ Lancelot ថារក្សាអាថ៌កំបាំងផងហើយ Lancelot ហ្នឹងបានតបទៅវិញថាអូខេនាងធ្វើជាមនុស្សស្រីធម្មតានាងប្រដៅកាន់ Ulysses ថាហើយឈ្មោះនាងបែបធម្មតាមករកមើលអាណាបែបសាមញ្ញចឹងណាហើយ Ulysses ហ្នឹងក៏បាននិយាយថានាងហៅគេហ្នឹងថា Yuli គ្រាន់តែលើឈ្មោះថា Yuli ហើយហ្នឹងព្រាននាងហ្នឹងស្មានចិត្តតែហ្មងចាប់ពេលហ្នឹងទៅខ្ញុំហៅ Lancelot ថា Yuli ហើយនៅពេលពួកគេបើកទ្វារចូលផ្ទះរបស់ឃើញនឹងថាឃើញនឹងគឺអត់នៅទេពេលហ្នឹងក៏មានសម្ដីណាគេម្នាក់និយាយទៅកាន់ Ulysses ថាបើសិនជានាងចូលរកគេហ្នឹងគេនៅជាមួយនឹងក្រុមអ្នកផ្សងព្រេង Sakura ពួកគេហ្នឹងបានចូលក្នុងរូងភ្នំខាងកើតក៏ដូចចឹងហើយនឹង Ulysses បានរកមកខាងក្រៅដើម្បីរកម្ចាស់សម្លេងហ្នឹងទៅប៉ុន្តែខាងនាងគឺរកអត់ឃើញទេហើយនាងហ្នឹងបានចាប់ពាក្យសម្ដីដែលគេនិយាយថានៅរូងភ្នំខាងកើត Ulysses ហ្នឹងបានឈរនៅគ្នាតែគេនឹងស្គាល់ឃើញយ៉ាងដូចម្ដេចទៅហើយនៅពេលហ្នឹង Yuli ក៏បានចេញមកនៃនាងមកសួរទៅកាន់ Ulysses ថាតើនាងមានរឿងអីទៅហើយ Ulysses ហ្នឹងក៏បានប្រាប់តាមនឹងទៅថាគឺនឹងចូលទៅក្នុងរូងភ្នំខាងកើតចឹងណាហើយថ្មីៗនេះពួកទាហានហ្នឹងបានបញ្ចប់ការបណ្ដុះបណ្ដាលនៅទីនោះតែហើយមានគ្រោះថ្នាក់ខ្ពស់ដោយសារគោលរានទីហ្នឹងមានច្រើនហើយនៅពេលហ្នឹងនាងលាសន្និដ្ឋាននាងប្រញាប់ទៅរកឃើញ Yuli ឯងហ្នឹងក៏មកជាមួយនាងអីហើយ Yuli ហ្នឹងក៏បានតបទៅវិញថាចុះនាងហ្នឹងគិតមិនទៅណាមួយហ្នឹង Ulysses ឯងមានណាទៅជាមួយទៀតចឹងហើយនាងចង់ទៅជាមួយអាចារ្យឯងដែរហើយនៅពេលហ្នឹង Ulysses ហ្នឹងក៏បានហាមឃាត់អីទេតែអាចារ្យហ្នឹងមកនិយាយថាគ្រាន់តែ Yuli ឯងហ្នឹងកំចាត់ចេញពីនាងទៅបានហើយពួកគេទៅពីរនាក់ហ្នឹងបានចេញដំណើរទៅរកឃើញទៅហើយសេរីហ្នឹងក៏បានបង្ហាញថាអ្នកទាំងពីរហ្នឹងបានមកដល់រោងភ្នំខាងកើតហើយដែល Ulysses ហ្នឹងក៏បាននិយាយថាទីហ្នឹងមានផ្សែងពន្លឺហើយចំណែក Yuli វិញនាងបាននិយាយថានាងបានឃើញស្នាមជើងរបស់ឃើញតែពួកគេហ្នឹងពុំតែធ្វើដំណើរតាមផ្លូវនេះហើយ Ulysses ហ្នឹងសួរទៅកាន់ Yuli ថាតើនាងកំណត់ស្នាមជើងរបស់ឃើញយ៉ាងដូចម្ដេចទៅតែវាហ្នឹងគឺពិតជាពិបាកក្នុងការមើលស្នាមជើងនេះណាស់ពេលហ្នឹងដែរ Yuli ហ្នឹងបានប្រើវេទមន្តរបស់នាងតែវេទមន្តនោះដែរគឺប្រើសម្រាប់បង្កើតអារម្មណ៍តែវាហ្នឹងគឺជំនួយដល់ការស្ដាប់ដើម្បីរកកាន់តែងាយស្រួលចឹងណាហើយយើងក៏បានឃើញថា Yuli ហ្នឹងក៏បានស្វែងរកចោលឡើងចឹងទៅហើយយូលីនឹងក៏បាននិយាយថាក្លែងក្រអូបរបស់ឃើញនឹងនៅតែបន្តមានហើយនាងនឹងក៏រត់ទៅខាងមុខទៅចំណែកយូលីសៀវិញនឹងក៏បានឆ្ងល់ថាតើយូលីនឹងអាចដឹងក្លិនឃើញនឹងដូចម្ដេចទៅតើយូលីនឹងមានទំនាក់ទំនងជាមួយឃើញមែនហើយនាងមកស្វែងរកភាពថាឃើញនឹងយូលីនឹងមិនអបគ្នាអញ្ចឹងណាហើយយើងមើលទៅកាន់អាចារ្យតែដូចជាកំពុងប្រច័ណ្ឌអញ្ចឹងនៅពេលហ្នឹងដែរយូលីនឹងបាននិយាយទៅកាន់យូលីសៀថានៅខាងមុខនឹងដូចជាមានការប្រយុទ្ធយូលីសៀនឹងក៏លើចឹងហើយនឹងបានរត់មកផ្លេតអាចារ្យនឹងប្រតិកម្មយូលីថានៅទីនឹងហើយនាងនឹងប្រាប់ថាពលរបស់នាងមិនបង្កើនកម្លាំងទៅតែបង្កើនកម្លាំងហើយណាអាចារ្យមករត់ចូលទៅក្នុងភ្លាមតែហ្មងយើងមកមើលដល់ណែនឹងពាក់សក់លឿងវិញថាពួកគេត្រូវបានគោព្រានហុំពាក់ចាណាពេលហ្នឹងដែរយូលីស៊ីនឹងមកជុំជួយពួកគេទៅថានាងមកកាប់គោព្រាននឹងទៅតែធម្មតារបស់នាងមកសាប់គោព្រានអស់យ៉ាងច្រើនហើយយើងមកមើលឃើញនឹងស៊ីណាវិញថាពួកគេនឹងពងទាំងអញ្ចឹងណាតែស៊ីណានឹងដែរក៏ប៉ុន្តែភ័យខ្លាចនឹងអ្នកដែកហ្នឹងអ្នកដែកមួយហ្នឹងក៏មានដល់តែ3ឯណោះតែថាមានរបស់ពួកវាក៏មិនមែនទួយទេថាធំយកតែហ្មងតែស៊ីណាហ្នឹងក៏បាននិយាយថាពួកយើងនឹងប្រហែលជាស្លាប់ហើយនាងនឹងមកសុំទោសទៅកាន់ឃើញតែដែលនាងគាត់នឹងធ្វើការងារនេះអ្នកដែកនឹងមកឆ្លងកាត់ការធ្វើសង្គ្រាមសិនជាពួកយើងធ្វើការវិបហានឹងហ្វូងអ្នកនឹងធ្វើការស្លាប់យើងយកតែម្ដងហើយស៊ីណានឹងក៏បានសោតទឹកភ្នែកទៅហើយនៅពេលហ្នឹងឃើញមកទៅលួងលោមនាងទៅនឹងមានតែការស៊ីណាថាសូមឲ្យនាងនឹងទៅជាម្លើគាត់ហើយក៏នឹងមកក្រោកឈរនឹងការកូនកំណត់របស់គាត់នឹងតទៅជាមួយនឹងអ្នកដែកនឹងទៅពេលហ្នឹងដែរអ្នកដែកនឹងមកធ្វើការវាបហាមកការគាត់ឲ្យធ្វើឲ្យស៊ីណានឹងក៏ភ័យខ្លាំងមែនទែនប៉ុន្តែមើលទៅការបែកឃើញនឹងគឺអត់ភ័យទេដែលថាគាត់នឹងរត់ទៅកាន់អ្នកដែកហើយគាត់នឹងធ្វើការចាក់វាទៅដែលគាត់នឹងចាក់កន្លែងកន្ទុយមុនដែលធ្វើកន្ទុយនឹងគឺធ្លាក់ចុះតែម្ដងប៉ុន្តែអ្នកនឹងនៅតែវាបហាទៅកាន់ឃើញបន្តទៀតតែថាលើកនឹងក៏ប្រើកញ្ញាំអញ្ចឹងណាប៉ុន្តែលើកនេះដូចជាលើកមុនអញ្ចឹងឯងថាឃើញនឹងគេក្បាលហើយគាត់នឹងលើកទៅលើក្បាលរបស់វានឹងចាក់ទៅដែលធ្វើក្បាលរបស់វាជ្រុះច្រើនណាហើយមិនទាន់បានប្រមាណផងថាអ្នកនឹងគឺជ្រុះដែកចេញពីខ្លួនអស់លេងហើយយើងនឹងក៏បានឃើញថាឃើញនឹងមកប្រយុទ្ធជាមួយអ្នកដែលយ៉ាងមានទំនុកចិត្តតែម្ដងតែបានប្រមាណផងនឹងអ្នក3ក្បាលនឹងក៏បានឃ្លេចអស់តែហ្មងដែលថារឿងអស់នឹងធ្វើឲ្យស៊ីណានឹងកំពុងតែគាំងហើយយើងនឹងមកឆ្លត់ថាតើមានរឿងអ្វីកើតឡើងទៅហើយនឹងនិយាយទៅកាស៊ីណាថាគាត់នឹងគ្រាន់តែប្រើក្បាលជីករ៉ែតែប៉ុណ្្នឹងឯងចំណែកស៊ីណាវិញនាងក៏អត់ជឿគាត់ដែរថានាងបើកភ្នែកធំហ្មងហើយស្របពេលនឹងដែរយូឌីសៀនឹងក៏បានចូលមកដូចគ្នាហើយនាងមកសួរថាតើមានរឿងអីកើតឡើងទៅនាងនឹងក៏បានប្រាប់ថាឃើញនឹងមកប្រយុទ្ធជាមួយនាគដែរគាត់នឹងប្រយុទ្ធជាមួយនាគដែរនឹងតែម្នាក់ឯងទេនឹងក៏បាននិយាយថាគាត់នឹងគ្រាន់តែ
ជីករ៉ែទេក៏លើចង់ឲ្យ UDC ហ្នឹងគៀងដែរអាចារ្យណាហើយនៅពេលហ្នឹងខេត្តរបស់យើងមិនដែលចេញមកដូចគ្នាហើយគាត់នឹងហៅទៅកាន់ UDC ដែរជានឹងរត់ទៅកាន់ខេត្តទៅហើយនាមសួរទៅកាន់ខេត្តថាតើគាត់នឹងមានអីអត់គេនឹងទោះទៅវិញថាគាត់នឹងកើតអីទេតែពេលហ្នឹងចិត្តទៅកាន់កូនស្រីគេទៅតែគាត់មិនសួរថាតើដានណានឹងពាក់សក់ទៀតនឹងកើតអីអត់ពួកគេទៅពីនេះហ្នឹងគឺពីខាងក្រៅចាស់ណា UDC ហ្នឹងក៏ឃើញចុះហើយនាងក៏អស់បាត់ដោយហើយនាងមិននិយាយថាពួកគេទៅពីនេះគឺអត់អីទេពីនេះហ្នឹងគឺមើលតែមានរបួសដែរអាចារ្យណារបស់យើងមកអង្គត់ទៅកាន់ UDC ដែរចំណែក UDC វិញមកគិតថាបែបហ្នឹងគឺអត់ដឹងពីជំនាញប្រយុទ្ធរបស់ខ្លួនឯងទេហើយគាត់នឹងបានគិតថាការប្រយុទ្ធរបស់គាត់នឹងគឺជាការជីករ៉ែទៅវិញដែលវាមើលទៅគួរឲ្យចង់អស់ស្នេហ៍ដែរអាចារ្យណាប៉ុន្តែតើវាពិតជាអាចទៅរួចមែនអត់ស្របពេលនឹងដែរ UDC ក៏បានមកដល់ថានាងក៏ពេញចិត្តជាមួយនឹងខិតខ្លាំងមែនទែនតែមើលទៅកាន់ UDC ទៅគិតថាប្រច័ណ្ឌដែរអញ្ចឹងណារឿងកាលពេលពួកគេនៅជុំគ្នាវិញប៉សក់ទេនឹងក៏បាននិយាយថាគាត់នឹងក៏ដឹងថាគូភ្លៀនរត់ចេញពីការប្រយុទ្ធទេវានឹងគឺជារឿងមួយដែលគួរឲ្យសោកស្ដាយផងដែរហើយដល់ណែហ្នឹងក៏បាននិយាយថាពួកយើងទាំងអស់គ្នានឹងជាពាក្យ UDC ហើយUDC នឹងក៏បានតបថាអីទេអត់អីទេពេលនេះនាងមានរឿងមួយចង់ពិភាក្សាថាយើងនឹងក្រុមបង្កើតក្រុមអន្តរជាតិឆាប់នេះហើយនាងនឹងធ្វើការនីតិនេះជាមួយអ្នកផ្សងព្រេងប៉ុន្តែតើពួកគេនឹងអាចនៅជាមួយនាងបានអត់ដែលធ្វើការចេះអូវេលាហើយដល់ពេលហ្នឹងឃើញក៏បាននិយាយថាគាត់នឹងមកធ្វើការជាមួយក្រុមសាការ៉ានឹងឬចឹងក្រុមសាការ៉ានឹងរៀបស្ម័គ្រចិត្តដែរអញ្ចឹងណាពេលសតលានឹងក៏បាននិយាយថាគាត់នឹងគួរតែយកវាទៅ EDC នឹងមកសួរទៅកាន់ឃើញតាមតែគាត់នឹងចង់ធ្វើការជាមួយនាងអត់ពេលហ្នឹងមករៀងញឹមដែរអញ្ចឹងណាប៉ុន្តែនាងដែលខូចចិត្តនឹងគឺជាស៊ីណានឹងឯងនៃថានាងគឺអត់ស្ម័គ្រចិត្តរឿងហ្នឹងទេចំណែកបែកឃើញវិញគាត់គឺអត់ដឹងអីទេហើយគាត់នឹងមិនលើកកន្ទុយនាងហ្នឹងទៅសេរីនឹងកម្មការគៀលវិញនៃថាមីមីកូនឹងនិយាយស្វាគមន៍ទៅកាន់អ្នកទាំងអស់គ្នាទៅហើយនាងនឹងប្រាប់ការងាររបស់នាងទៅកាន់ឃើញទៅគាត់នឹងនិយាយថាតើតារាការរាជវង្សនឹងជាអ្នកកាត់ទោសមែនមីមីកូក៏បាននិយាយថាត្រឹមត្រូវហើយតែនាងនឹងទទួលបន្ទោសវាតម្លៃអរិយាប័ត្រពេលហ្នឹងនាងក៏ចង់ឃើញគ្រីស្តាល់វេទមន្តរបស់គាត់ដែរតែនាងអាចជប់ឃើញឯនៅផ្ទះបានអត់រឿងរបស់យើងហ្នឹងក៏មកវាយនៅពេលយប់វិញយើងបង្កេតថាអ្នកទាំងអស់គ្នាកំពុងធ្វើពិធីជប់លៀងចឹងណាថាម្នាក់មើលទៅពិតជាស្មានចិត្តខ្លាំងមែនទែនតែលើលេងទៅស៊ីណាទេថានាងកំពុងតែក្រៀមក្រំចឹងទៅចំណែកមីមីកូនិងយូឌីសៀវិញនិយាយថាពួកនាងកំពុងតែមើលចំណាប់ថ្នាក់មីកូនឹងក៏បាននិយាយថានាងក៏ពិតជាមានសំណាងខ្លាំងមែនទែនតែនាងបានវាតម្លៃអរិយាប័ត្ររបស់ខឺតចឹងណាតែនៅពេលហ្នឹងអាចារ្យសពការជួននឹងក៏បានមកដល់នៅគ្នាឃើញចឹងហើយនឹងមីមីកូក៏បានតែនិយាយផ្លែកនាងក៏បាននិយាយថានាងពិតជាព្រាបខ្លាំងមែនទែនតែឃើញរ៉ែរបស់ទូប្រុសរបស់យើងរៀងខ្ពស់ចឹងណាស៊ីនឹងក៏បានបន្ថែមថាបើសិនជាណាគេដឹងពីរឿងហ្នឹងគឺនឹងគ្រោះថ្នាក់ហ្មងចែហ្នឹងក៏ចង់ស្ដាប់ទេថានាងបានយកដៃរបស់នាងខ្ទប់ជីកយកហ្មងតែសេរីរបស់យើងក៏បានដល់ទីមចាប់ដូចគ្នាតែជាមានសម្លេងរំខានអីគឺសូមអធិស្ឋានដោយសារតែវានឹងពេលយប់ចាណាហើយយើងនឹងជួបគ្នានៅភាគក្រោយ